សមាធិតែគេនេះអត់ទេយើងគួរតែជាយាមបើកភ្នែក បាទ ឲ្យភ្នែកយើងបើកតែចិត្តរបស់យើងនៅផ្ចង់នៅក្នុងការស្ដាប់ដដែលធម្មតាពេលដែលយើងសមាធិអ្នកដំបងប្រកបណាស់ឮអីក៏ចូលនៅក្នុងតិចដែរតែការដែលយើងបានអង្គុយឲ្យស្ដាប់នេះវាមានន័យថាផ្ចង់អារម្មណ៍បានល្អណាផ្ចង់អារម្មណ៍បានល្អបិទភ្នែកអញ្ចឹងនៅសល់ទៅតិចទេអញ្ចឹងសំឡេងដែលចេញទៅហើយការដែលយើងស្ដាប់ឮទៅហើយវាមានឥទ្ធិពលយើងនៃគ្រាន់តែបើកភ្នែកឲ្យយើងដាប់ឮណាដាប់ឮព្រោះការដែលយើងមានសមាធិនៅក្នុងការស្ដាប់វាប្រៀបបីដូចញ៉ាំងកាយញ៉ាំងចិត្តរបស់យើងឲ្យជ្រាបនៅក្នុងអ្វីដែលយើងឮធម្មតាតែយើងបដោតនៅរឿងណាមួយហើយរឿងនោះក៏រមែងជាប្រយោជន៍ឲ្យយើងណាជាប្រយោជន៍ហើយដែលបានជាប្រយោជន៍ឧទាហរណ៍ថាពាក្យមកឃ្លាឬក៏ពាក្យមកកថាខណ្ឌប្រកបណាស់មានពាក្យ3 4ម៉ាត់ដែលយើងអាចចាប់បានហើយយើងត្រេះរិះពិចារណានឹងកើតឡើងព្រោះការអីព្រោះការសមាធិគឺការសង្កេតឲ្យស្ដាប់ទៀងស្ដាប់ដូចពេលនេះអញ្ចឹងយើងបានជួបគ្នាឥឡូវយើងលើកឡើងពីសំណួរថ្ងៃមុនណាសំណួរថ្ងៃមុនសួរថាម៉េចនឹងសួរខាងក្រៅមកសូមក្រាបថ្វាយបង្គំបុគ្គលម្ចាស់ហើយការសំណួរការវិសប្តាហ៍មុនកណាបានសាកសួរបុគ្គលម្ចាស់ពាក់ព័ន្ធទៅនឹងយើងធ្វើល្អហើយប៉ុន្តែអ្នកដែលទទួលសេចក្តីល្អបិណ្ឌយើងគាត់មិនទទួលហើយគាត់បែរជាត្រឡប់ថាយើងនឹងមិនល្អទៅវិញហ្នឹងណាកណាគុណហើយយើងបានស្ដាប់សំណួរយើងជាយាមស្ដាប់ចម្លើយព្រោះអីចម្លើយនេះយើងអាចភាគច្រើនទូទៅសំណុំមនុស្សយើងគឺតែងតែគិតបែបហ្នឹងគិតថាមិនបានធ្វើល្អហើយមិនបានល្អមែនណាធ្វើល្អហើយមិនបានគេមិនយល់មិនទទួលឬក៏គេមើលមិនឃើញមិនធ្វើល្អហើយគេនៅតែស្អប់ជើងទៀតហើយជាធម្មជាតិរបស់មនុស្សទេមនុស្សខ្លះមានបញ្ញាមនុស្សខ្លះខ្វះបញ្ញាមនុស្សខ្លះអាចទទួលយកសេចក្តីល្អបានមនុស្សខ្លះមិនអាចទទួលយកសេចក្តីល្អបានរឿងដែលយើងធ្វើល្អហើយនៅតែគេគិតថាយើងអាក្រក់យើងគិតចេះវិញយើងគិតឲ្យងាយស្រួលយល់យើងគិតថាពេលខ្លះសេចក្តីល្អរបស់យើងនឹងយើងវាល្អមែនហើយប៉ុន្តែអ្នកដែលយើងផ្ដោតឲ្យនឹងអ្នកទាំងឡាយនឹងគ្មានតម្លៃនៅក្នុងការទទួលយកសេចក្តីល្អរបស់យើងបានណាឥឡូវឧទាហរណ៍ថាយ៉ាងម៉េចឧទាហរណ៍ថាសត្វគោសត្វក្របីដែលវាគិតថាស្មៅនឹងជាទីប្រាថ្នារបស់វាតែយើងយកលុយយកបាយទៅឲ្យវាស៊ីទេព្រោះអត់ស្គាល់តម្លៃនៃបាយឬក៏អត់ស្គាល់តម្លៃនៃទ្រព្យសម្បត្តិដែលវាមានតម្លៃថ្លៃជាងស្មៅនឹងទៅទៀតណាដោយសារអីសត្វទាំងឡាយនោះវាយល់ថាស្មៅនឹងវាជាអាហារដ៏ប្រណិតវាជាវត្ថុដែលមានតម្លៃរបស់វាប៉ុន្តែបែរជាអត់អាចមើលឃើញតម្លៃនៃអាហាររបស់មនុស្សឬក៏វត្ថុមានតម្លៃរបស់មនុស្សដូចដុំពេជ្រដុំមាសជាដើមណាអញ្ចឹងត្រឡប់មកមនុស្សវិញថាយ៉ាងម៉េចថាមនុស្សខ្លះមានរាងកាយជាមនុស្សក៏ពិតមែនតែចិត្តគំនិតតែបញ្ញាទាំងឡាយផ្សេងហ្នឹងវាអាចទទួលយកតម្លៃរបស់មនុស្សបានឧទាហរណ៍តែយើងធ្វើល្អយើងជាមនុស្សល្អយើងដឹងខ្លួនឯងច្បាស់ថាខ្លួនឯងជាមនុស្សល្អហើយយើងផ្ដល់ឲ្យគេទៅរឿងល្អប៉ុន្តែការផ្ដល់ឲ្យរបស់យើងវាល្អក៏ពិតមែនហើយតែអ្នកដែលទទួលនោះអត់មានតម្លៃនៅក្នុងការទទួលគ្រប់គ្រាន់អញ្ចឹងណាកាលណាដែលអត់មានតម្លៃទទួលសេចក្តីល្អរបស់យើងគ្រប់គ្រាន់យើងឲ្យសេចក្តីល្អប៉ុណ្ណាផ្ដល់ឲ្យប៉ុណ្ណាក៏ការផ្ដល់ឲ្យរបស់យើងទាំងនោះក៏មិនមានន័យសម្រាប់គេដែរព្រោះគេគិតថាន័យរបស់គេតម្លៃរបស់គេអ្វីដែលគេឃើញថាវាមានតម្លៃវាល្អវាមិនមែនជាអ្វីដែលយើងផ្ដល់ឲ្យព្រោះការផ្ដល់របស់ឲ្យការផ្ដល់ឲ្យរបស់យើងវាល្អសម្រាប់យើងប៉ុន្តែមិនប្រកាសថាអ្នកដែលទទួលពីយើងគេគិតដូចយើងណាវាប្រៀបបីដូចថាឥឡូវយើងគិតថារបស់ណាដែលឆ្ងាញ់សម្រាប់យើងគិតថាតរេននេះតរេនថាតរេនឆ្ងាញ់ប៉ុន្តែនៅមានអ្នកផ្សេងទៀតមនុស្សជាច្រើនទៀតគេគិតថាតរេននឹងអត់ឆ្ងាញ់ឃើញក្អួតឃើញធំក្លិនហើយយើងគិតថាសឡប្រហើនឹងឆ្ងាញ់សម្រាប់យើងតែមានអ្នកផ្សេងទៀតក៏គេគិតថាប្រហើនឹងវាគួរឲ្យស្អុយធំក្លិនប្រហុកធំក្លិនអីគ្រប់សពបែបយ៉ាងឃើញទេអញ្ចឹងមនុស្សអញ្ចឹងឯងមនុស្សយើងនេះបិទថាពាក្យថាមនុស្សដូចគ្នាក៏ពិតមែនដូចលើកឡើងពីខាងដើមថាការរស់នៅ
ការអាស្រ័យហើយនៅក្នុងការបដិបត្តិព្រោះនៅប្រចាំថ្ងៃមិនដូចគ្នាទេចំណេះជំនាញបញ្ញាផ្សេងក៏មិនដូចគ្នាដែរកាលណាដែលយើងធ្វើល្អដើម្បីគេប្រកាសថាយើងតិចធ្វើល្អដើម្បីខ្លួនឯងដូចយើងទៅអើយខំធ្វើដើម្បីគេប៉ុណ្ណឹងហាក់ធ្វើដើម្បីគេហ្នឹងឯងទុកហើយដែលបន្ទុកព្រោះកាលណាយើងធ្វើដើម្បីគេរំពឹងចង់ឲ្យគេធ្វើល្អដាក់យើងវិញមែនទេហ្នឹងហើយជាប្រភពនៃទុកហើយកុំចាំបាច់ឆ្ងល់ថាអេមិនបានខ្ញុំធ្វើល្អហើយមិនបានគេមើលមិនឃើញព្រោះយើងធ្វើចង់ឲ្យគេមើលឃើញមែនទេកាលណាយើងធ្វើចង់ឲ្យគេមើលឃើញដល់ពេលដែលគេមើលមិនឃើញយើងយ៉ាងម៉េចដែរយើងកើតទុកចុះរឿងដែលយើងខកចិត្តកើតឡើងព្រោះអីតែរឿងដែលយើងខកចិត្តវាកើតឡើងព្រោះការដែលយើងរំពឹងកាលណាដែលយើងរំពឹងរឿងនោះធ្វើឲ្យយើងខកចិត្តយើងក៏គិតថាអ្វីដែលយើងផ្ដល់ឲ្យវាអត់មានតម្លៃតែមិនមែនទេណារឿងល្អដែលយើងផ្ដល់ឲ្យគេវាមានតម្លៃសម្រាប់យើងខ្លួនឯងវាប្រៀបបីដូចជាយើងមនុស្សស្មោះត្រង់តែស្រាប់តែគេក្បត់យើងបែរជាខ្លាចជាមនុស្សក្បត់ដែរមិនមែនទេឬក៏ឧទាហរណ៍ថាយើងជាមនុស្សមានតម្លៃដូចពេជ្រស្រាប់តែគេថាយើងអូអាពេជ្រខ្លាយយើងនឹងទៅតាមមាត់គេដែរអត់ទេមែនទេអត់ទៅតាមមាត់គេទេប៉ុន្តែបើយើងទទួលយកអាហ្នឹងយើងខ្លួនឯងកន្លែងហ្នឹងឧទាហរណ៍មួយទៀតប្រៀបបីដូចការស្អប់ការខឹងណាការស្អប់ការខឹងនេះវាប្រៀបបីដូចជាមនុស្សម្នាក់ដែលកំពុងតែកាន់ដុំភ្លើងជាប់ដៃមួយយូរហើយណាឧទាហរណ៍ថាឥឡូវអាត្មានោះវាគុំគួនខឹងស្អប់កាន់ដុំភ្លើងជាប់ដៃមួយយូរហើយគឺបំរុងថានឹងបោះឲ្យអ្នកណាមួយដែលខ្លួនឯងគុំគួនឬក៏ស្អប់អំឡុងពេលដែលអាត្មាក្តាប់ដុំភ្លើងហ្នឹងតើវាយ៉ាងម៉េចក្តៅគឺក្តៅមែនទេហើយក្តៅខ្លាំងទៅទៀតប៉ុន្តែកាលណាដែលយើងរកគោលដៅឃើញហើយយើងអាចបោះដុំភ្លើងចេញពីដៃទៅហើយដុំភ្លើងដែលយើងបោះទៅហើយមានអ្នកចាំទទួលហ្នឹងយ៉ាងម៉េចបើសិនជាទទួលយកប៉ុន្តែបើអ្នកអត់ទទួលយកទេអ្នកដទៃអត់ទទួលយកទេគឺគេអត់ក្តៅទៅខ្លួនយើងទៅខ្លួនឯងឬក៏ប្រៀបបីដូចយ៉ាងនេះកាលណាដែលដុំភ្លើងគឺសេចក្តីក្តៅក្រហល់ក្រហាយអំពើមិនល្អទាំងឡាយផ្សេងដែលគេធ្វើដាក់យើងនោះប្រៀបបីដូចជាគេបោះដុំភ្លើងមកអញ្ចឹងកាលណាដែលយើងទទួលដុំភ្លើងនោះយើងក្តៅទេក្តៅប៉ុន្តែយើងត្រូវគិតថាមុននឹងយើងក្តៅអ្នកដែលបោះមកគឺក្តៅជាងយើងរាប់សិបដងប៉ុន្តែកាលណាដែលអ្នកដែលបោះដុំភ្លើងនឹងមកហើយគេក៏លែងក្តៅព្រោះយើងទទួលកាលណាយើងទទួលយើងជាអ្នកដែលត្រូវក្តៅខ្លាំងជាងគេទៅទៀតទេចុះបើយើងអត់ទទួលយើងក៏មិនក្តៅការសោកសៅក៏មិនកើតឡើងហើយការបាត់បង់ការក្តៅក្រហាយក៏អត់មានលើយើងដែរចុះសំណួរសួរថាតើយើងធ្វើយ៉ាងណាដើម្បីកុំឲ្យយើងក្តៅក្រហល់ក្រហាយនឹងអំពើរបស់គេត្រឡប់ទៅខាងដើមថាសេចក្តីល្អដែលយើងបានធ្វើល្អក៏ដោយអាក្រក់ក៏ដោយកាលណាដែលយើងធ្វើទៅឲ្យរំពឹងណាខកចិត្តទេចឹងសេចក្តីសុខក៏ដោយទុក្ខក៏ដោយរឿងល្អក៏ដោយរឿងអាក្រក់ក៏ដោយកាលណាដែលយើងផ្ដល់ឲ្យគេហើយយើងរំពឹងប្រកបណាសេចក្តីទុក្ខដែលវាមកតាមពីក្រោយវាតាមទាន់ពីប្រៀបបីដូចកម្មពីណាកម្មពីដែលយើងបានធ្វើមិនបានបត្តនាទេព្រោះថាបុណ្យរបស់យើងវាមានចេះតែវាបន្តចឹងទៅកម្មពីទាំងឡាយនោះវាតាមមិនទាន់ឲ្យផលតែកាលណាដែលឲ្យផលពេចមិនផុតទេវាប្រៀបបីដូចជាសេចក្តីសុខដែលយើងសម្គាល់ថាអូយើងធ្វើបែបនេះសុខដើរលេងសប្បាយសុខដើរលេងពេញមួយថ្ងៃសប្បាយទេយើងគិតថាសប្បាយចុះដើរលេង2ថ្ងៃជប់គ្នាសប្បាយទៀតទេនៅស្រុកស្រែដូចពិបាកដល់ហើយណែចង់ទៅនៅទីក្រុងម្ដងចុះពេលទៅនៅទីក្រុងក៏មានការលំបាកនៅទីក្រុងហើយទេដូចឃើញយើងឃើញថាអ្នកនៅទីក្រុងចង់មកស្រែអ្នកនៅស្រែចង់ទៅទីក្រុងហេតុអីបានអញ្ចឹងព្រោះតែការដែលយើងអត់ព្រមរស់នៅជាមួយនឹងរបស់ដែលយើងមានក្នុងពេលបច្ចុប្បន្នអ្វីដែលយើងកំពុងស្ថិតនៅក្នុងពេលបច្ចុប្បន្នកាលណាដែលអត់ព្រមទទួលយកហើយយើងចេះតែសម្គាល់ថាយ៉ាងនេះសុខយ៉ាងនោះសប្បាយយ៉ាងនោះរីករាយយ៉ាងនោះធ្វើឲ្យយើងស្រស់ស្រាយចឹងអាការដែលគិតថាវាយ៉ាងនេះយ៉ាងនោះវាជាប្រភពនៃសេចក្តីទុក្ខមួយដែរ
ប្រៀបបីដូចជាការដែលយើងជាយើងបង្កើតចិត្តខ្លួនឯងហ្នឹងវាឲ្យជាប់ជំពាក់នៅក្នុងរបស់ផ្សេងដែលវាមិនទាន់កើតឡើងណារបស់ដែលមិនទាន់កើតឡើងយើងរំពឹងពិបាកទេ ពិបាក ហ្នឹងវិញចេះចាំមើលរបស់ដែលមិនទាន់កើតឡើងទេលោកម្ចាស់របស់ដែលមិនទាន់កើតឡើងយើងរំពឹងកើតទុកយ៉ាងម៉េចព្រោះមនុស្សយើងវាត្រូវតែមានក្តីសង្ឃឹមមែនទេគេថាមនុស្សយើងត្រូវតែមានក្តីសង្ឃឹមបើមានក្តីសង្ឃឹមយើងត្រូវតែធ្វើរឿងនោះបានប៉ុន្តែអាការដែលយើងសង្ឃឹមយើងមានធ្លាប់ឮឃ្លាមួយឃ្លានឹងទេថាសង្ឃឹមអាចខុសប្រាថ្នាសង្ឃឹមហៅថាការស្រមៃចុះសង្ឃឹមអាចខុសចិត្តដែលប្រាថ្នានឹងសង្ឃឹមយ៉ាងម៉េចគឺសង្ឃឹមរឿងឆ្ងាយពេកហួសអ្វីដែលយើងអាចធ្វើបានណាហួសអ្វីដែលយើងអាចធ្វើបានកាលណាសង្ឃឹមហួសឆ្ងាយពេកពីអ្វីដែលយើងអាចធ្វើបានអ្វីដែលយើងសង្ឃឹមនោះហើយកើតជាការសម័យហើយកើតជាសេចក្តីទុក្ខសោកទៅទៀតឥឡូវសង្ឃឹមថាអាចយល់បានណាតាកតងទៅនឹងយើងធ្វើល្អហើយគេនៅតែមើលមិនឃើញណាចម្លើយខ្លីទេសរុបមកវិញខ្លីទេថាសេចក្តីល្អរបស់យើងវាល្អមែនហើយប៉ុន្តែអ្នកដែលទទួលនឹងវាអត់មានតម្លៃគ្រប់គ្រាន់សមនឹងទទួលមែនទេកណាសមទទួល កណាហ្វាញគុំបងកណាចង់ភ្ជាប់មិញហ្នឹងអាចថាមួយសំណួរហើយពីចំណុចដែលចង់ចូលរួមហ្នឹងបងករណីទម្លានលើកឡើងមិញអាចកណាក៏ធ្លាប់ជួបអ្នកផ្សេងច្រើនណាស់ដែលធ្លាប់មានករណីទម្រង់ហ្នឹងណាបងអាចបងលើកឡើងវិញថាបើសិនបើយើងធ្វើល្អហើយយើងគុំរំពឹងគុំអីទៅវាអាចថាវាអត់ជាប់ជំពាក់ផ្នែកហ្នឹងប៉ុន្តែកណាចង់ជាប់ករណីហ្នឹងប្រហែលជាទស្សនវិជ្ជាជាក់ស្ដែងក្នុងជីវិតវានៅក្នុងបន្ទាត់ដែលត្រូវធ្វើការជាមួយគ្នាឧទាហរណ៍អ្នកធ្វើការចុះយើងអត់អាចថាបើដាក់ឯកសារទៅគេថាល្អក៏បានអត់ក៏បានអាហ្នឹងវាជាប់ក្នុងបន្ទាត់អាហ្នឹងនិយាយទៅវាមានការងារពាក់ព័ន្ធនៃច្រើនជុំវិញហ្នឹងណាអញ្ចឹងវាហាក់ដូចជាកាតព្វកិច្ចជាការរំរើបើសិនបើភាគីណាមួយយល់ថាដល់ហ្នឹងដូចរោងចក្រផលិតហ្នឹងកាលណាតែកន្លែងណាមានបញ្ហាវាចាំបាច់ត្រូវតែឆ្លងគ្នាហើយបើសិនតែយើងធ្វើសម្រាប់ជាមិត្តភាពជាអ្នកចិត្តខាងជាអ្នកស្គាល់គ្នាអាហ្នឹងបានគេទទួលក៏បានមិនទទួលក៏បានអាហ្នឹងអញ្ចឹងចង់លើកអញ្ចឹងជាការចែកលេខរបស់ព្រះអង្គចំណុចហ្នឹងគួរធ្វើយ៉ាងម៉េចបើសិនបើស្ថានភាពហ្នឹងចំណុចកណាអាចចាប់អារម្មណ៍ពីចំណុចដែរគាត់ចូលរួមយោបល់អាចចេះទេពេលដែលយើងលើកឡើងចំណុចហ្នឹងអាចថាបើយើងធ្វើល្អហើយគេអត់ទទួលឬក៏មើលឃើញខុសយើងអាចមើលខ្លួនយើងវិញចំណុចនោះចាណាថាតើវាល្អមែនអត់បើជួនកាលការយល់ឃើញរបស់យើងដូច10ឆ្នាំមុន10ថ្ងៃមុនឬក៏10ម៉ោងមុនយើងមើលឃើញយើងធ្វើល្អរស័ព្ទថាដូរបន្តិចទៅដូចអត់ផងអានេះសម្រាប់ខ្លួនឯងណាអញ្ចឹងអានេះក៏យើងអាចដូរដែរមួយទៀតការដូរល្អនោះយើងមើលកលៈស័កដូចបងលើកឡើងថាវាត្រូវធ្វើរឿងនឹងអត់ចំពោះអ្នកនឹងចំណុចមួយទៀតដែលចាប់អារម្មណ៍ផ្នែកចារណាឬក៏មើលខ្លួនឯងហ្នឹងយើងអាចយកផ្នែកមួយទេដើម្បីឲ្យធូរចិត្តថាយើងប្រឹងអស់លទ្ធភាពហើយយើងយល់ថាវាអាចជាកម្មចាស់យើងចុះតែយើងធ្លាប់ធ្វើកន្លងមកហ្នឹងបើថាគេហៅជាពាក់ពិនពីអតីតកាល5ឆ្នាំមុន10ឆ្នាំមុនឬក៏អតីតជាតិចុះអញ្ចឹងបើយើងធ្វើល្អអស់លទ្ធភាពហើយយើងនៅបំពេញសេចក្តីល្អយើងប៉ុណ្ណាហើយគិតថាតិចទៀតនឹងបែកគ្នាព្រោះវាអត់ថិតថេរទេសូម្បីតែយើងនៅជុំគ្នានេះតែប្រហែលម៉ោងទៀតបែកគ្នាបើតែយើងជួបគ្នារាល់សប្តាហ៍ប៉ុន្តែមិនដឹងថាប្រហែលខែប្រហែលឆ្នាំទៀតអ្នកណាទៅមុនទេអញ្ចឹងបើសិនបើទស្សនៈកណាថាមានពីរក្នុងផ្នែកហ្នឹងទីមួយឲ្យឆ្លោះប្រចាំងខ្លួនឯងថាវាល្អមានអត់ពិចារណាមើលឲ្យដូរទីសាខ្លះដូចយើងជិះដំណើរលើដងផ្លូវអញ្ចឹងបត់តិចតួចអញ្ចឹងទៅទីពីរអាចថាជាកម្មចាស់ចោះយើងប្រឹងធ្វើអស់លទ្ធភាពហើយទីទៀតនឹងបែកគ្នាហើយប៉ុន្តែជាសំណួរចង់ដាក់ទៅព្រះអង្គមួយបន្តទៀតថាបើសិនបើអំពើល្អដែលយើងធ្វើនោះវាមិនមែនជាគ្រាន់តែធ្វើក៏បានអត់បានវាជាកាតព្វកិច្ចក្រុមការងារមួយគ្នាតែយើងគួរតែមានជាដំណោះស្រាយមិនបើមិនចឹងទេនៅតែប៉ះគ្នាទៅវិញទៅមកវាអាប់អួរទាំងអស់គ្នាខ្សែចង្វាក់ហ្នឹងវាប៉ះទាំងយើងទាំងបុគ្គលក្រុមឬក៏ប៉ះស្ថាប័នទាំងមូលណាអរគុណបងយល់បាទគិតសំណួរនេះល្អដែលយើងអាចបែងចែកហើយយើងយកនៅក្នុងការងារជីវិតយើងពេលបច្ចុប្បន្នហើយនៅក្នុងពធយកមកលើកឡើងជាសំណួរនឹងល្អព្រោះអីមិនថាស្ថាប័នក៏ដោយកុំថាឡើយស្ថាប័នតែគ្រួសារយើងក៏ដូចគ្នាក្នុងចង្កងគ្រួសារយើងក៏ដូចគ្នាមិត្តភ័ក្តិដែលមានពីម្នាក់ឡើងទៅក៏ដូចគ្នាដែរកាលណាដែលយើងរស់នៅយើងអត់ឃើញតម្លៃរួមទេព្រោះការដែលរស់នៅរួមធ្វើការងាររួម
លុះត្រាតែយើងឃើញតម្លៃរួមដែរដូចយើងទាំងអស់គ្នាចឹងណាដែលយើងមកទីនេះទោះតែយើងឃើញតម្លៃរួមហេតុអីបានកិច្ចការទាំងឡាយនឹងអាចកើតឡើងឥឡូវស្មាអត់លើកឡើងពីការងារដែលញោមកំពុងធ្វើទាំងឡាយនោះទេប៉ុន្តែស្មាលើកនៅក្នុងពេលនេះឲ្យយើងពិចារណាវិញតែហេតុអីបានការងារទាំងឡាយដែលយើងកំពុងធ្វើនោះវាអាចប្រព្រឹត្តទៅបានព្រោះតែយើងឃើញប្រយោជន៍រួមហើយឃើញតម្លៃនៃការរៀបចំនៃការធ្វើទាំងឡាយនេះវាឃើញផលប្រយោជន៍វាឃើញគុណសម្បត្តិវាឃើញគុណតម្លៃល្អវាកើតឡើងនៅក្នុងពេលដែលយើងរួមគ្នាណាពេលនេះអ្វីដែលយើងរួមគ្នាហើយអ្វីដែលយើងបានមកវាជាសុខរួមគ្នាមែនទេកាលណាដែលយើងឃើញតែអ្វីដែលយើងធ្វើហ្នឹងវាជាសេចក្តីសុខរួមគ្នាតាផ្លូវដែលយើងដើរវាមិនអាក្រក់ឯណាអញ្ចឹងយើងខំដើម្បីទាំងអស់គ្នានៅក្នុងការងារដែលយើងធ្វើមួយបើសិនបើមានមួយធ្វើហើយមួយមិនធ្វើប្រកបណាការងារដែលយើងដើររួមគ្នាវាលេងទៅជាពាក្យរួមគ្នាវាទៅជាធ្វើក៏បានមិនធ្វើក៏បានដូចខ្ញុំលើកឡើងពីខាងដើមថាអេខ្ញុំកណាទៅភ្នំពេញហ្នឹងទៅអ្នកដែលនៅនេះគេធ្វើបន្តអញ្ចឹងហើយចូលនៅក្នុងការងាររួមរបស់យើងមិនមែនមានតែយើងអ្នកមានគំនិតថាអេការងារទាំងឡាយហ្នឹងមានតម្លៃឯណាអត់ពីយើងទៅអ្នកផ្សេងក៏មានគំនិតដូចយើងដែរអត់ពីញោមទៅអ្នកផ្សេងដែលនៅក្នុងកម្មវិធីរៀបចំនេះគេក៏គិតថាការងារហ្នឹងទោះបីអត់មានញោមហ្នឹងក៏អាចធ្វើបានព្រោះអីយើងសិតតែឃើញតម្លៃទាំងអស់គ្នាហើយតម្លៃនៃការដែលយើងលះបង់ព្រមគ្នាវាបានផលមកវិញអីគេបានផលមកវិញគឺសេចក្តីសុខរួមគ្នាដែរសេចក្តីសុខរួមគ្នាចំណេះដឹងរួមគ្នាផ្លូវដែលយើងដើររួមគ្នាអនុស្សាវរីយ៍រួមគ្នាបង្កើតសង្គមថ្មីរួមគ្នាពេលខ្ញុំកំពុងធ្វើគេហៅថាបង្កើតសង្គមថ្មីខ្ញុំយល់ពីពាក្យថាសង្គមទេសង្គមគឺជាការនៅរួមណានៅរួមមិនមែននៅរួមនោះគ្នាបកកហេតុអាក្រក់ទេណានៅរួមន័យថានៅរួមឲ្យកើតជាផលប្រយោជន៍ឲ្យកើតជាចំណេញដល់សង្គមដូចយើងធ្វើពេលនេះវាជាចំណេញមួយដល់សង្គមដែរយើងគិតមើលមនុស្សប្រមាណលាននាក់មកទីនេះតែ2 3នាក់4 5នាក់10នាក់20នាក់ប៉ុន្តែវាជាផ្នែកមួយវាប្រៀបបីដូចជាបង្គំម៉ូតូបង្គំឡានបង្គំយន្តហោះរបស់ទាំងអស់នោះវាកើតឡើងទាំងម្ដងឬក៏វាកើតឡើងជាបំណែកតូចកុំចាស់នឹងឯជាចម្លើយចុះដើម្បីឲ្យកើតជាដុំបានលុះត្រាតែយើងយកបំណែកតូចទំគុំរួមចូលគ្នាហើយគេយកឃើញពីតម្លៃនៃម៉ូតូឡានឬក៏យន្តហោះនោះយល់បានកន្លែងឧទាហរណ៍នោះទេមានអីទៀតទេកន្លែងនេះមិនក្តោបរួមណាកន្លែងដែលគ្រឿងបង្គំឡានម៉ូតូហើយយើងយកទៅគិតពិចារណាយើងនឹងយល់ពីចម្លើយរបស់ខ្ញុំដែលសួរណាសំណួរណាកណាយល់ឃើញថាដោយបំពើលើកឡើងថានៅក្នុងស្ថាប័នមិនថានៅក្នុងក្រុមគ្រួសារយើងទេយើងមិនអាចបំពេញនៅអ្វីដែលអ្នកទាំងអស់គ្នានឹងត្រូវការបានដោយ100%ទេក៏ប៉ុន្តែការធ្វើរបស់យើងនឹងជួនកាលអ្នកខ្លះយកបាន60អ្នកខ្លះទៀតយកបាន30អ្នកខ្លះទៀតយកបាន40អានឹងតាមអធិស្ស្រ័យរបស់បុគ្គលម្នាក់ហើយទង្វើរបស់យើងគឺយើងដឹងខ្លួនឯងនៅក្នុងចិត្តតើយើងធ្វើនឹងទង្វើអ្វីទង្វើចេតនាល្អឬក៏ចេតនាអាក្រក់យើងដឹងខ្លួនឯងច្បាស់អញ្ចឹងហើយនៅក្នុងការងារក៏ដោយនៅក្នុងគ្រួសារយើងក៏ដោយគឺយើងជាអ្នកសម្រេចផ្លូវខ្លួនឯងតើយើងគួរប្រព្រឹត្តទេទង្វើទាំងអស់ហ្នឹងដើម្បីសេចក្តីសុខទាំងអស់គ្នាឬក៏ដើម្បីសេចក្តីសុខខ្លួនឯងអញ្ចឹងខ្ញុំសូមចូលរួមនេះល្អណាបងល្អត្រង់ថាយល់បានបែបនេះហើយយើងជាយាមណាយើងជាយាមយកឧទាហរណ៍មិនទៅសិក្សាម្ដងទៀតសិក្សាថាហេតុអីបានបង្គំយន្តហោះនឹងវាកើតឡើងបានហេតុអីបានយន្តហោះនឹងវាអាចខ្លាយទៅជាយន្តហោះបានឡាននឹងវាអាចខ្លាយទៅជាឡានបានតើបំណែកនៃយន្តហោះនឹងវាមានតម្លៃស្មើគ្នាទាំងអស់ឬក៏វាមានតម្លៃខុសគ្នាក្នុងស្ថាប័នឬក៏គ្រួសារដូចគ្នាកណាម្នាក់មានតម្លៃមួយអ្នកមានតម្លៃមួយគុំចូលគ្នាបានតម្លៃរួមគ្នាល្អទាំងព្រមយល់បានទេណាកណាឧទាហរណ៍ខ្លះបើយើងអត់គិតទេ
អត់យល់ទេណាអត់យល់ស៊ីជម្រៅទេ កណា យើងសង្ឃឹមថាអាចយល់បានណាលោកម្ចាស់មានអីមុនចូលរួមមក បាទសូមចូលរួមការចាប់អារម្មណ៍តិចពាក់ព័ន្ធអំពីសំណួរទី1តើយើងប្រព្រឹត្តនៅសេចក្តីល្អហើយក៏ប៉ុន្តែមានជនទីតីហ្នឹងវាមើលមិនឃើញអំពីគុណតម្លៃនៃអំពើល្អមិនតំខ្លីទេមែនទេទៅការធ្វើសេចក្តីល្អរបស់យើងមិនមែនធ្វើដើម្បីទាមទារចង់ឲ្យនរណាម្នាក់មកមើលឃើញអំពីគុណតម្លៃនៃអំពើល្អទេជាធ្វើសេចក្តីល្អត្រង់ថាយើងគឺជាមនុស្សល្អសភាពនៃការរស់នៅរបស់មនុស្សគឺអាស្រ័យទៅលើកិរិយានៃការប្រព្រឹត្ត មានលក្ខណៈនៃគុណតម្លៃដែលយើងត្រូវទទួលបានក៏ខុសគ្នាដែរជនពួកខ្លះគឺត្រេកអរជាមួយនឹងអំពើបាបជនពួកខ្លះគឺត្រេកអរជាមួយអំពើជាកុសលពិសេសគឺអំពើល្អដែលជនជាសប្បុរសបានធ្វើបុគ្គលពួកខ្លះគ្មានវិចារណញ្ញាណដឹងអំពីគុណតម្លៃនៃអំពើល្អទេពីព្រោះសារជាតិនៃការរស់នៅការសន្សំគឺខុសគ្នាណាគឺយើងទៅលេខទៅមើលមន់មើល ប្រៀបធៀបយកវត្ថុធាតុដែលមានតម្លៃរវាងស្រូវមាសឲ្យមន់សម្រាប់ចិត្តជ្រើសរើសមើលមន់ពិតណាស់ជ្រើសរើសយកស្រូវពីព្រោះធម្មសញ្ញាមន់គឺថាស្រូវគឺវាមានប្រយោជន៍សម្រាប់ខ្លួនឯងប៉ុន្តែអត់មានសមត្ថភាពយល់អំពីគុណតម្លៃនៃមាសឬពេជ្រនោះទេយ៉ាងណាមិញជនទាំងឡាយដែលរស់នៅក្នុងលោកយើងនេះណារាប់ជាចំពោះមនុស្សណាមនុស្សពួកខ្លះមិនត្រេកអរនៅអំពើល្អយើងទេហើយយើងក៏មិនទៅទាមទារការត្រេកអរពីជន ទីតីក្រៅអំពីការរស់នៅរបស់ខ្លួនឯងប្រកបដោយការរស់នៅប្រកបដោយសេចក្តីសុចរិតស្មោះត្រង់ណាពីព្រោះការធ្វើអំពើល្អរបស់យើងគឺពិតប្រកបថាយើងធ្វើដើម្បីខ្លួនឯងជាមនុស្សល្អយើងធ្វើព្រោះយើងជាមនុស្សល្អហើយសំណួរទី1ដែលអាត្មាចង់ចូលរួមក្នុងជ្រុំមួយបន្ថែមទៀតសំណួរទី2ពាក់ព័ន្ធអំពីបងប្រុសសួរកាតព្វកិច្ចនៃការរស់របស់យើងក្នុងសង្គមអញ្ចឹងបងណាក្នុងស្ថាប័នណាណា តើយើងគួរគប្បីធ្វើរឿងល្អទេមកជាកំណត់អាត្មាវាស៊ីមន្ត្រីជាមួយនឹងផនតេណាដែលលោកមានត្រដីកាថាបើយើងយល់អំពីគុណតម្លៃនៃការរួមបញ្ចូលគ្នាណាគឺយើងរមែងតែអាចមានមធ្យោបាយនៅក្នុងការរៀបចំតាក់តែងចងក្រងឲ្យកើតជាចលនានៃសភាពល្អតែរួម នៃការផលិតចេញអំពីសារជាតិទូចៗចឹងយើងស្រឡាញ់សង្គមល្អមែនទេស្រឡាញ់សង្គមល្អអញ្ចឹងយើងដែលជាជនដែលរស់នៅក្នុងសង្គមហ្នឹងណាមានសភាវៈនៃការគិតមានចេតនាចង់ជួយរៀបចំសង្គមហ្នឹងឲ្យคล้ายជាសង្គមមួយដែលមាននៅសុខុមាលភាពសុខសន្តិភាពពិសេសគឺសង្គមហ្នឹងអរិបូរដោយជនជាសប្បុរសអញ្ចឹងយើងដែលរស់នៅក្នុងសង្គមហ្នឹងណារស់នៅក្នុងសង្គមហ្នឹងដែលមានចេតនាចរិតជាជនជាសប្បុរសនេះត្រូវរៀបចំការរស់នៅរបស់ខ្លួនឯងប្រកបដោយកាយសុចរិតវិជ្ជាសុចរិតមនោសុចរិតហើយមាននៅនៃការសង្គ្រោះដល់ជនទាំងឡាយណាដែលរស់នៅក្នុងសង្គមហ្នឹងកើតឡើងអំពីការរៀបចំបំណែកទូចរបស់យើងហ្នឹងដើម្បីជាធាតុចូលឲ្យសង្គមយើងខ្លាយជាសង្គមមួយដែលមានភាពល្អប្រសើរមានភាពល្អប្រសើរកាលណាដែលយើងខ្លួនឯងមានភាពបរិសុទ្ធហើយយើងអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធហើយយើងអាចសង្គ្រោះអ្នកដទៃហើយយើងមានកតញ្ញូតាធម៌ការគោរពដឹងគុណចំពោះពុទ្ធបរិស័ទគោរពដឹងគុណចំពោះព្រះសាសនានេះណាហើយមាននៅពុបហេតុនៃការរស់នៅរបស់យើងនឹងមិនមាននៅសេចក្តីប្រមាទទេចុងក្រោយថាបេសកកម្មនៃមនុស្សល្អយើងធ្វើព្រោះយើងជាមនុស្សល្អយើងយល់អំពីគុណតម្លៃនៃវិបាកកម្មកុសលណាយើងយល់អំពីគុណតម្លៃហ្នឹងអញ្ចឹងក្នុងគណៈនេះពេលនេះការចូលរួមរបស់យើងគ្រប់គ្នាវាត្បិតថាបរិមាណតិចក៏ប៉ុន្តែជាសញ្ញាល្អដែលយើងបានប្រើប្រាស់ពេលវេលានៃការរស់នៅរបស់ជាមួយជនដ៏ច្រើនណាដែលមកស្ដាប់នៅព្រះសទ្ធមបានតែចិត្តមានឱកាសស្ដាប់នៅព្រះសទ្ធមដែលជាធម៌អារបស់ព្រះសម្មាសម្ពុទ្ធមានឱកាសជួបកល្យាណមិត្តគឺយើងនឹងមាននៅណាកាលណាដែលយើងបានជួបបានស្ដាប់ដល់ព្រះសទ្ធមហើយយើងនឹងមានសទ្ធាហើយយើងមានជឿជាក់ក្នុងយើងមានជំនឿជឿជាក់ក្នុងផ្នែកណាមួយហើយថាសេចក្តីល្អពិតប្រាកដនឹងឈ្នះសភាវៈអាក្រក់តាមរយៈការតាមសំការធ្វើរបស់យើងកាលណាដែលយើងមានសទ្ធាយើងមានយោនិសោមនសិការបានន័យថាយើងមាននៅការធ្វើប្រកបព្រមដោយការប្រុងប្រយ័ត្នហើយថាមានសតិមានស្មារតីណាក្នុងការរលឹកដឹងកំណត់ដឹងកិរិយានៃការប្រព្រឹត្តរបស់យើងក្នុងគណៈពេលនេះវាស្ថិតនៅក្នុងរឿងមួយណាណាវាស្ថិតក្នុងរឿងកុសលឬក៏អកុសលអញ្ចឹងក្នុងគណៈនេះពេលនេះបេតបិទថា
ជាសញ្ញានៃរូបភាពទូចក៏ប៉ុន្តែជាសញ្ញាល្អពួកយើងជាសមាជិកនៃសង្គមដែលត្រូវចូលរួមនៅក្នុងការរៀបចំបង្ហាញនៅវីរភាពគំរូភាពតាមរយៈការរស់នៅប្រកបប្រកបដោយធម៌ជាកុសលអញ្ចឹងទៅណាថ្មចូលរួមតែប្រហែលអញ្ចឹងសំណួរទី2ហ្នឹងមានបញ្ហាកម្មយ៉ាងណាទៀតយើងអាចជជែកគ្នាបន្តទៀតអរគុណច្រើន ណាប់អង្គផ្នែកតើតើមួយការអបអរសាយហ្នឹងបើទៅតាំងការស្ដាប់ទៅសំដៅថាចាប់បានស្ដាប់ទៅមកការប្រំភេទប៉ុណ្ណេះតែថាចាប់បានទៅចាប់បានច្រើនហើយបងអាណាទៅតែតាមទៅថាទៅក៏មិនងាយជាងរបស់គ្នាដល់ពេលវិវត្តមួយបានមកទូគ្នាតែប៉ុន្តែតែទៅមួយសាំយើងបង្កើតបានយើងធ្វើមិនដើម្បីទាញបងបងអង្គអរគុណឡងហ្នឹងលើការពីមិត្តហ្នឹងតែទាញមកដែរហើយយើងទៅទាញតែថ្ងៃហ្នឹងគឺពីពលផកកែនៅពលការនៅខុសទៅគាត់រែដូចទៅហ្នឹងកាលណាដែលយើងបោះញ៉ាំទៅត្រូវតែតិចម្ដងតិចតតិចមកប៉ុន្តែពេលខ្លះអ្នកកណ្ដាលមួយគឺថាអត់បានទៅណាដំណាក់កាលហ្នឹងតែយើងធ្វើមិនដើម្បីបង្កើតបញ្ញាយើងឲ្យទៅភាពល្អល្អតាណាលើពីចែកជាមួយចែកជាពី press ពីធ្វើទៅកាលណាដែលយើងមើលអីចិត្តតែទាញឯហ្នឹងឯងថាបើយើងចុចសភើយើងចុចទស្សនៈល្អវាលោតមកហើយបើសិនតែយើងចុចស្អីដែលអត់ល្អជេរបន្តិចកើតឡើងឬគឺអក្រក់អត់គឺកើតទៅវិញដែរចឹងចំណុចហ្នឹងទៅតាមនៃធម៌នៃទៅផងតែយើងអាចកើតបានទេវាកើតវិញណាបាទយើងតើនិស័យនឹងអាចបង្កើតបានទេលើនៅចង់ឲ្យលុបពីនិស័យនឹងចេញតែចាំបាក់គិតរឿងនិស័យទេពីយើងគិតរឿងអំពើរបស់យើងវិញតើអំពើរបស់យើងទៅតែចំណងបាទទោះបីនៅក្នុងតបណាបាននិយាយថាអ្វីគ្រប់យ៉ាងវាកើតឡើងពីនិស័យហ្នឹងមិនមែននៅសុខបានណាពេលនេះយើងនិយាយថានិស័យមិននៅសុខបានទេនិស័យនេះវាកើតឡើងព្រោះកម្មដែលយើងបានធ្វើកម្មបែងចែកពីកម្មកុសលនិងកម្មអកុសលមានន័យថាកម្មល្អនិងកម្មអាក្រក់កាលណាដែលយើងសំរឿងណារឿយរឿងហ្នឹងដល់ឲ្យយើងរឿយវិញឥឡូវយើងនិយាយពីអតីតនិងបច្ចុប្បន្នអតីតរបស់យើងកាលណាដែលយើងសំពូជបែបណាមកហើយផលនៅខាងចុះក៏ពូជបែបឬក៏យើងចង់និយាយអតីតជាតិដែលយើងបានជួបគ្នានេះវាក៏អាចមានពីអតីតជាតិដែរព្រោះអតីតជាតិរបស់យើងសំរឿងបែបហ្នឹងមកហើយต้องแบบដោយអ្នកដែលបានសិក្សាអ្នកដែលបានបដិបត្តិហ្នឹងបើយើងសង្កេតមើលតែយើងសិក្សាអាជីវកម្មតែរឿងទាំងឡាយនេះមិនគាត់ធ្វើតែជាតិនេះអាចគាត់ធ្វើជាតិណាផ្សេងយូរមកហើយនិស័យជាតិនេះគាត់ត្រូវបំពេញបច្ចេកទេសលើតួអង្គពពោធិសត្វដល់បំផុតដូចគ្នាលោកសំតែម្ដងទេសំតែមួយជាតិអញ្ចឹងសំមកយូររហូតដល់ជាតិចំតើពេកអញ្ចឹងនិស័យនេះយើងចង់និយាយមានថាកម្មដែលយើងបានធ្វើអំពើដែលយើងបានធ្វើរឿយហើយវាឲ្យផលរឿយដោយបដិច្ចសមុបបាទហេតុនៃអំពើឬក៏យើងនិយាយងាយស្រួលថានេះមានព្រោះនោះមានអ្វីដែលកើតឡើងពេលនេះព្រោះអត្រ័យហេតុខាងដើមកាលណាដែលមានហេតុខាងដើមវានៅឲ្យមានហេតុខាងចុងបន្តទៀតពីប្រៀបបីដូចដើមឈើមួយដើមកាលណាដែលមានគល់មានឫសហើយគឺបែកមែកមានស្លឹកមានស្លឹកហើយក៏មានផ្លែគ្រប់តបពេលនេះប្រៀបដូចហេតុនៃមនុស្សនេះគ្នាហេតុនៃមនុស្សកើតពីខាងដើមជាកំណើតទៅហើយកំណើតរបស់យើងចប់ត្រឹមកើតទៅនឹងជាចម្បាក់ពីកើតឡើងបន្តមានរូបមានរាងមានសុខមានសោកលូតលាស់ធំឡើងមានពីការរៀនសូត្រមានការជួបបាច់បាក់មានគុណសាគ្រប់ស្ទប់បែបណាល្អដល់ហេតុតាមចុងគឺសេចក្តីស្លាប់ពេលអញ្ចឹងអ្វីដែលមាននៅពេលនេះព្រោះអន្តរហេតុកាត់ដើមវាប្រៀបបីដូចមេឃបទឹកបើគ្មានបបោគឺមានលៀងណាបើគ្មានលៀងដល់ទៅនឹងរអិលហើយដល់បើមិនរអិលមនុស្សក៏មិនដួលហើយកាន់តែមានរបួសទៀតចឹងហេតុខាងដើមគឺភ្លៀងកាលណាមានភ្លៀងវាធ្វើឲ្យណរអិលអាចមនុស្សនឹងទៅអាចមនុស្សមានរបួសនឹងទៅតែបើអត់មានហេតុខាងដើមមនុស្សមានរបួសពីដួលណរអិលគឺមិនទេថារបស់ដែលវាកើតឡើងពីពេលនេះព្រោះតែខាងដើមដូចយើងអង្គុយពេលនេះចុះកន្លះមកយើងធ្វើអី
ប្រកបតែយើងរៀបចំតែរៀបចំពីខាងដើមវានាំឲ្យខាងចុងវាកើតឡើងបន្តហ្នឹងហើយជាបដិច្ចសមុបាទអ្វីដែលកើតឡើងពេលនេះលោកមានហេតុថាខាងដើមគឺគាត់ថាបើនេះកើតនោះក៏កើតបើនោះកើតនេះក៏កើតពីត្រៃហត្ថនោះហើយបើត្រឡប់ទៅយើងនៅតែគិតរឿងនៅនិស័យពីគិតចិត្តតែបានប៉ុន្តែអត់ចង់ឲ្យគិតថាវានិស័យចេះវានិស័យចង់ទេគឺត្រូវគិតថាចេះតើកម្មដែលយើងបានធ្វើអំពើនេះអ្វីដែលយើងបានប្រព្រឹត្តបដិបត្តិឬក៏រស់នៅប្រចាំថ្ងៃតែយើងធ្វើបានណាសិនយើងមើលខ្លួនឯងទៅបើសិនជាយើងធ្វើមិនល្អទេនៅតែយើងកំពុងសំនិស័យអាក្រក់មិនតែអាក្រក់បើយើងធ្វើល្អគឺថាយើងកំពុងសំនិស័យល្អទៅណាខ្លួនtrongកន្លែងហ្នឹងដែរវាប្រៀបបីដូចជាយើងសំរឿងមិនល្អឧទាហរណ៍ថាឥឡូវយើងសំការផឹកសុរាហេតុខាងដើមទៅគឺហេតុខាងចុងកើតរោគសុខវងវែងបាត់បង់សតិគ្រប់សពយ៉ាងនេះទៅហេតុព្រោះតែការសំសំអីបានដល់កម្លាំងរបស់យើងហ្នឹងសំអីបានដល់សំចំណឹងបានចំណែកសំទុកបានទុកសំទុកបានទុកtechno យើងនឹងថាសំសពបានសុខតែបាត់ទៅអីខ្ញុំកណ្ដាលសំទៅសុខស្ពេចតែឲ្យកណ្ដាលទៅសុខទេពេលគេឲ្យនឹងយើងយកហ៎បើយើងយកប្រកាសហើយយើងទុកមែនទេទាំងតែខ្លួនឯងនិយាយថាអីខ្ញុំកណ្ដាលសំទៅសុខទេតែគេចេះតែឲ្យទុកកណ្ដាលទេបើដឹងតែគេចេះតែឲ្យយើងយកធ្វើអីតែយើងយកយើងទុកមិនណាហ្នឹងយើងវត្តយើងចេះតែខ្ញុំកណ្ដាលគាត់ចាយគឺកណ្ដាលនេះសំទៅសុខទេតែគេចេះតែឲ្យទុកកណ្ដាលលើកពេលនិយាយយើងអត់ព្រមគិតថាតើគេឲ្យនោះយើងទទួលខ្លួនឯងឬក៏គេឲ្យហើយត្រូវតែបានមួយយើងអត់ទេទោះតែយើងអនុញ្ញាតដែរវានឹងថាសេចក្តីល្អឬក៏សេចក្តីអាក្រក់របស់គេទាំងឡាយទោះតែយើងអនុញ្ញាតបានរឿងល្អនឹងចូលក្នុងចិត្តរបស់យើងដែរអញ្ចឹងដូចដោយការលឺអញ្ចឹងការលឺទាំងឡាយគឺលឺច្រើនណាស់តែសំខាន់ទៅផ្លូវចិត្តរបស់យើងពេលដែលយើងលឺបញ្ជូនការលឺឲ្យមកដល់ចិត្តទៅយើងរឿងយករឿងមួយណាឬក៏ប្រៀបបីដូចដៃយើងទាំងគូដៃម្ខាងកាន់វត្ថុមានតម្លៃប្រៀបបីដូចជាដុំនេះដុំពេជ្រចាប់ដៃម្ខាងទៀតកាន់លិមួកកាលណាដែលយើងមានបញ្ញាយើងយកមួយដុំពេជ្រដុំមេចុះបើយើងអត់បែងចែកថាណាអាក្រក់ណាល្អទេយកមួយណាក៏បានដូចគ្នានេះយ៉ាងម៉េចយកទៅវិញឬក៏ដៃកាន់លិមួកល្អជាងកាន់លិមួកល្អជាងនេះយើងទៅពលខុសចាំថារឿងគ្រប់សពបែបយ៉ាងវាត្រូវមានចិត្តជាប្រធានចុះចិត្តនេះអ្វីដែលលើចិត្តទៅទៀតអ្វីដែលលើចិត្តទៀតគឺតាទៀត3កាយនៅក្រោមចិត្តនៅក្រោមសតិ3ហ្នឹងយើងត្រូវត្រៀមចិត្តឲ្យប្រយ័ត្នក្នុងចិត្តរបស់យើងមានស្មារតីមែនទេចិត្តរបស់យើងបើថាវាជាប្រធាននៃហេតុទាំងឡាយទៅពិតមែនតែហេតុទាំងឡាយត្រូវកើតឡើងព្រោះសតិបញ្ញាត្រិះរិះពិចារណាឃើញហេតុនឹងផលសតិនិងបញ្ញាសតិមុនឬក៏បញ្ញាមុនទៅសតិកើតឡើងត្រិះរិះព្រោះបញ្ញាកាលណាដែលបញ្ញាឧទាហរណ៍ទេឧទាហរណ៍ថាពេលដែលយើងអានអត់តមកបន្ទាប់តែយើងយកអីទៅអានយើងយកសតិទៅអានមែនទេអ្នកថាសតិគឺយើងត្រូវផ្ដោតអានអក្សរនឹងដាច់ឲ្យអានដោយត្រូវអស់ប៉ុន្តែអ្វីដែលកើតឡើងចំនួនពេលអានយកទៅបញ្ញាកើតឡើងពេលដែលយើងអានទៅត្រីសតិប្រកបដោយបញ្ញាយើងបញ្ញាគឺកើតឡើងត្រង់មានសតិគឺកើតឡើងត្រង់ហើយបើសិនជាយើងបានត្រឹមតែអានទេហើយយើងអត់មានបញ្ញាឯណាទៅត្រីរីយកសតិឯណាទៅផ្ដោតទេអ្វីដែលយើងអានព្រោះតែការអានទៅប៉ុណ្ណឹងយើងឃើញអ្នកខ្លះអានទៅរយទៅប៉ុន្តែចំណេះដឹងទាំងឡាយគឺបានត្រឹមតែអានហើយបើសួរថាតើយល់យ៉ាងម៉េចទេខ្ញុំយល់តែខ្លួនឯងអាយល់តែខ្លួនឯងមានន័យថាមិនទាន់យល់មែនទេអាយល់តែខ្លួនឯងមិនន័យថាយើងមិនទាន់យល់ណាតែអីកាលណាដែលយល់មែនទេហ្នឹងយល់តែខ្លួនឯងហើយអាចពន្យល់អ្នកដទៃទៅផ្សេងបានហេតុអីបានអាចពន្យល់អ្នកដទៃបានចំណុចសំខាន់គឺយើងច្បាស់លាស់តែច្បាស់លាស់ហើយគេនិយាយមកទោះបីនៅក្នុងចំណោមអ្នកណាគេនិយាយដែរចំណោមស្ដាយចំណោមអ្នកធំអ្នកតូចគេណាក៏គេនិយាយព្រមយើងដឹងថានឹងជារឿងត្រឹមត្រូវអត់សង្ស័យអីតិចខុសនឹងតិចប្រហែលនឹងតអត់ទេប្រហែលហើយនឹងសង្ស័យហ្នឹងដែលអត់អាចឲ្យជួយយើងបានថា
ឲ្យដឹងបានថានឹងជាត្រឹមត្រូវហើយយើងអត់ហ៊ាននិយាយទេពេលខ្លះយើងយល់ដែរថាខ្ញុំយល់តែខ្លួនឯងហ្នឹងយល់មិនបានអត់យល់មិនបានហ្នឹងមានន័យថាអត់ទាន់យល់ច្បាស់ខ្លួនឯងណាចឹងបរិយាហ្នឹងដល់មកណាគុណចាស់អញពិតទៅថ្ងៃនេះជាហេតុមួយដែលផុតពីការមុតជាសមាធិហើយនឹងស្ដាប់ប៉ុន្តែថ្ងៃនេះអាចថាជាសមាធិតែសមាធិក្នុងការស្ដាប់ទឹកពិចារណាក្នុងចឹងអ្វីដែលការពិចារណាការសួរពីហេតុផលទៅវិញទៅមកគឺការចម្រើនទាំងតាមដងទៅកណាមានអារម្មណ៍ថាថ្ងៃនេះគឺជាតើរៀនរត់មុនវត្តតែបើជាទូទៅបើអាចមានការសួរការឆ្លើយអីយល់ជុំទេខ្ញុំនៅមកខ្លះណាឲ្យយើងសំចឹងតបទៅយើងសំចឹងសំបានបង្ខែយើងទៅម្ដងជួយនាងជជែកចឹងទៅហើយជជែកនេះមិនមែនទៅហើយជជែកទេយើងត្រូវប្រកបដោយសតិហ្នឹងមិនមែនឲ្យចិត្តទៅសួរហ្នឹងមកសួរយើងត្រូវធ្វើយ៉ាងម៉េចរួចចំណុចរួមសួរមកឲ្យច្បាស់ចឹងទៅការសួររបស់យើងទៅមានប្រយោជន៍ឆ្លើយទៅក៏មានប្រយោជន៍ដូចគ្នាប្រយោជន៍តិចឬច្រើនអ្នកត្រូវលើការតែគេពិចារណាវិញចូលព្រោះការជួបជុំគ្នានេះឲ្យមានតែដឹងទេមែនមកនេះបានយើងមាននឹងតែត្រង់ទៅថាយើងមិនចាំបាច់ធ្វើពេលផ្សេងក៏បានដែរព្រោះនៅឲ្យស្គីមហើយគឺយើងស្ដាប់បាទតែតែបេកដូចស្ដាប់ប្រតងទេសនាគឺចឹងគឺល្អដែរប៉ុន្តែបើសិនជាយើងចង់ហាត់ចិត្តរបស់យើងឲ្យរឹងមាំនៅក្នុងការអត់ទន់នៅលើជើងលើភ្នែនមកហើយយើងต้องដឹងថាចិត្តរបស់យើងអត់ទន់ចំពោះភ្នែននឹងបណ្ណារឹងមាំចំពោះសមាធិបណ្ណាមកពេលនេះយើងមិនដែលធ្វើយើងអាចបានណា15នាទីចប់តឹងជើងទឹកដៃចងកន្លែងរត់ចូលរត់ឡើងណាហើយយើងមិនដែលធ្លាប់តែកាលណាយើងធ្លាប់យូរសមាធិរបស់យើងក៏រឹងមាំគឺប្រៀបបីដូចអ្នកលំហាត់ប្រាណហាត់កាយគេមានលើគីឡូធ្ងន់តែម្ដងហើយណានេះគេលើកស្រាលដល់អូដល់ធ្ងន់យើងធ្វើតិចម្ដងតិចប្រងការបប្រតិបត្តិការអប់រំចិត្តដូចប្រសិនតគ្រប់យ៉ាងការឡើងប្រការសន្នតសំអីបានជីវិតយើងសំអីបានដែរប៉ុន្តែថាពីសំខ្លះវាបែរចេញតែគឺយើងមិនសំលុយណាការសំលុយរបស់យើងហើយយើងសំលុយដើម្បីបានលុយវាក៏យ៉ាងខាងនេះដែរសំលុយដើម្បីបានលុយក៏ពិតមែនប៉ុន្តែលុយនេះយើងអាចបែងចែកពីលើចិត្តទាំងត្រូវការរបស់ដែលយើងចង់បានតែលើចិត្តបែបវាទៅតាមទៅមានរបស់ខ្លះអញ្ចឹងសំរបស់នឹងដែរមិនថារបស់នឹងវាផ្ដល់ផលឲ្យច្រើនពីព្រឹកបីដូចយើងធ្វើស្រែបានស្រូវហើយយើងយកស្រូវនឹងទៅយកទៅកាន់យកទៅធ្វើជាកហូបឬក៏យើងយកស្រូវទៅលក់ផងចូលផងបានលុយផងបែងចែករឿងផ្សេងច្រើនណាស់ហ្នឹងវាមានចឹងយើងសំរបស់ណាបាទហ្នឹងតែរបស់ខ្លះវាសំទៅហើយវាឲ្យផលមកវិញច្រើនល្អដល់អាក្រក់ដល់វាលេខការហ្នឹងឯងល្អប្រសើរព្រោះការទីរបស់យើងតាមរយៈការគឺស្ដាប់ដើម្បីតាមដាននៅសតិតាមដានអារម្មណ៍ដូចយើងមានសន្និកាមកអញ្ចឹងថាmình dương cho người chết những phút rồi lên này một bách ba rồi lên này tạo được quyền như là láng mình bây giờ đang chia sẻ tại nó thành thua đó mai từ tôi ban cái lượt mấy ngày muốn về chụp lô của người ta một samadhi sẽ khai cam để cho anh một là vậy chết ngọc cô nào chịu đựng nâng chịu đựng để trâu trong bán ấy chết ngọc còn đây cầm tuần cầm nắp đang ngầm pi sự phim viện này ca cơ lần nông cai bao nhiêu á cô đây dương lực nè nó pram là ti cho mưa cai dương cái bạc cam này kì pha cơ thiết cho nhua phun tập tạ pha cơ thiết tay rung ở cái phun pha tụ của bên tận này cơ lông rồi chọc sực phun ở miếng sạch tết đang thả cai là bao nhiêu này cái vùng chọ cai là bao nhiêu này cái vùng nhua ở đăng bán này ở trưng mà đăng bán này mà trưng hạt đăng là tầm na cai là bao nhiêu này cái vùng chư cái vùng sọc của công viên tận nia ban này anh đang chập vào đây chua từ không đầm nào muối to và sợ cái khác mó chua có bọn chua đời ru coi tìm lên đời clan này giống này anh cái chua ở cợt đâu là cái hào phô mía
មកចូលមកនិមិត្តឲ្យគាត់ឃើញនៅរូបរាងមួយចំនួនតែខុសប្រាប់កន្លែងហ្នឹងទៅហើយយើងមកទីនេះធ្វើម៉េចឲ្យដឹងអំពីសភាពកាយនៃការប្រព្រឹត្តរបស់យើងអង្គុយកន្លះម៉ោងឬ1ម៉ោងទៅមើលកាយយើងធ្វើការលើផ្នែកណាយើងចិត្តយើងដឹងមកថាអូកាយកំពុងទុំវេទនាកាយនេះគឺកំពុងញ័រអីចឹងណាបាទឲ្យជើងនេះកំពុងចុកស្រពន់អាហ្នឹងប៉ណ្ណេះតែយើងមានសតិហើយយើងមានសតិកំណត់ដឹងហើយហើយសតិកំណត់ដឹងហ្នឹងវានេះគេដាក់លោកនេះគឺដាក់ពីការមិនថាចិត្តរបស់យើងរឹងប៉ឹងហើយយើងអាចធន់ណាចិត្តរបស់យើងធន់កាលណានិយាយចិត្តរបស់យើងធន់ជាមួយកាយហើយសភាពខាងក្រៅដែលវាមកញោមញីយើងក៏វាមិនសូវមានអានុភាពដែរនេះគឺកណ្ដាលចូលរួមប៉ុណ្ណឹងចុះទាំងប្រយថប់គឺគាត់ពេកប៉ុណ្ណឹងលើកយកចិត្តឲ្យការយើងមួយរបស់យើងវាកាន់តែមានភាពអបអរសាទរ